រខ្មែររឿងនេះបានលើកទៅដល់ព្រះចៅសៀមតាមរយៈសត្វបាតដែលរាជបុត្រានោះចិញ្ចឹមព្រះអង្គព្រះបុត្រាបានសោយទីមង្គតក្រំស្នាដៃព្រះចន្ទរាជាហើយក្រាបបន្ទូលយេសត្វខ្មែរប្រហើនហ៊ានធ្វើឃាតបុតអញផងណាអស់លោកមើលវាសាហាវយំដងបែបនេះស្អែកនេះរៀបចំពោសនាអាវុធនិងមន្ត្រីទូតក្នុងទូទាំងនគរទៅកម្ចាត់ស្ដេចខ្មែរឲ្យដឹងដៃម្ដងឆាប់រៀបចំទៅនៅក្នុងក្រុងលង្វែកពួកទេមានទេពកថាខាងប្រមេប្រៃស្ដេចសៀមពេញចិត្តនឹងគេខ្លាំងណាស់ក៏ប្រមេមានបានទៅសួរសុខទុក្ខគាត់ទេគាត់មានដែរកាត់បានកងទេម្ដាយអត់ដឹងទេពីដើមយើងជាក្សត្រនគរយើងនៅបានសុខសេមសានណាបិតាបុត្រមានស្នាមប្រហ័សល្អល្អណាស់ត្រង់ពូខែទាំងខាងច្បាំងយុទ្ធសាស្ត្រនៅគ្រប់គ្រងព្រះរាជនគរយើងរស់នៅបានសុខសេមសានណាស់តែកម្មអ្វីស្ដេចសៀមចិត្តអប្រិយប្រហារព្រះស្វាមីទុកឲ្យមេដានឹងបុត្រហើយរស់នៅរកតឆ្លងកូននៅនគរសៀមនេះសុំព្រះមេដាទ្រង់ក៏ព្រះរួយប្រតិអីបុត្រនឹងសងសឹកឲ្យព្រះបិតាតតែបានហើយវត្តសុនសន្យាថានឹងនោមព្រះបិតាវិលទៅនគរខ្មែរយើងវិញសូមក្រាបស្វាគមន៍ព្រះអង្គមើលជ័យអស្ចារ្យយើងឮថាមានដំរីសងមួយក្បាលធំសម្បើមណាស់វាមិនសស្នាក់ស្នាមឲ្យអ្នកភូមិឃើញណាដំរីនេះមិនធម្មតាទេវាអាចនាំលៀមដល់នគរចូលឯងរកតន្តាក់វាឲ្យយើងក្រាបថ្វាយបង្គំព្រះអង្គដោយសារដំរីនេះមានធំណាស់ទូបង្គំសូមដល់អាជ្ញាសឹកក៏ដូចជាពោសេនានិងស្បៀងដើម្បីធ្វើជាទំនុកបំរុងណាក្រាបទូលមិនធ្វើទេយើងនឹងរៀបចំឯងមិនឲ្យខ្វះអ្វីឡើយសេនាឆាប់រៀបចំភ្លាមលោកជ័យអស្ចារ្យទទួលបានចុះមុខទទួលថ្វាយរួមទាំងអតីតសេនាជើងចាស់គឺសេនាមឿងនិងកូន4នាក់បានចូលថ្វាយខ្លួនដែរក្រោយពេលជ័យអស្ចារ្យប្រកាសថាទ្រង់ជាបុត្រារបស់ព្រះចន្ទរាជាដំណឹងនេះជ្រាបទៅដល់ស្ដេចសៀមស្ដេចសៀមបានកែងតូចជាច្រើនដើម្បីវាយលុកនគរខ្មែរយើងឲ្យព្រះអង្គអាវុធកំផនយើងក៏មានតិចតួច
មើលស្នាមមើលតើលោកមានយុទ្ធសាស្ត្រអីបាទដើម្បីធ្វើឲ្យជ័យជំនះ ក្រាបទូលព្រះអង្គគិតពីខាងក្រៅកងកម្លាំងកងទ័ពរបស់យើងមិនអាចឈ្នះទ័ពទីបានឡើយព្រះអង្គប៉ុន្តែទូបង្គំមានវិធីសាស្ត្រមួយមិនអីទេលោកមានប្រសាសន៍មកតើវិធីសាស្ត្រលោកមានអ្វីទៅវិធីសាស្ត្រនោះទូបង្គំជាអ្នកត្រាស់រងទាំងអស់សូមតែព្រះអង្គអនុញ្ញាតក្រាបទូលមានបញ្ហាទេយើងនឹងរៀបចំឲ្យនេះស្ដាយមើលណៃច្រាឆាប់រៀបចំរៀបសូមអស់លោកជីករណ្ដៅជំរឿ4ម៉ែត្រនិងជំរឿ4ម៉ែត្រក្រោយមកត្រូវដាំត្រាស់ប្រាវទាំងអស់នៅបាតរណ្ដៅចាប់មិនត្រូវឲ្យចៅសៀមចង្រៃសៀនពៀនទឹកដីខ្មែររបស់យើងឡើងបានឡើយយើងមេតបឃ្លាំងមឿងនឹងចោះទៅកែងតបខ្មោចដើម្បីយកមកជួយការពារប្រទេសខ្មែរកុំឲ្យចៅសៀមពៀនយកទឹកដីខ្មែរយើងបានអសោះ